ជំរាបសួរបងប្អូនអ្នកគ្នាឥឡូវយើងមកទស្សនាវីដេអូឈូកហើយនឹងចម្រើនបន្តិចបងប្អូនអ្នកគ្នាឥឡូវនេះគឺថាឈូកហើយនឹងចម្រើនគេបានសារសងគ្នាណាពីបងដំណើរបាទគឺថាចេះចាប់គួរឲ្យខ្លាំងមែនទែនបងគឺថាឈូកគេមានវ័យក្មេងជាងចម្រើនបងប្អូនឃើញអញ្ចឹងណាចម្រើនអាយុច្រើនណាប៉ុន្តែមិនថ្មីទេឈូកឲ្យតែមានភាពស្រស់ស្រាយឬក៏សប្បាយចិត្តទោះជាចម្រើនវ័យច្រើនយ៉ាងណាក៏มันអាចថាខុសអីដែរដូចថាมันខុសចំនួនណាបងប្អូនអ្នកគ្នាតែងតែឃើញដំរីឈូកតែងតែនៅម្នាក់ឯងកំសត់ហើយឥឡូវនេះគឺថាមករបស់គាត់គឺបានដាក់ឲ្យទៅទឹមគ្នាជាមួយនឹងចម្រើនគឺថាមីងចម្រើននេះបងប្អូនឃើញអញ្ចឹងឯងបងប្អូនឃើញអាយុច្រើនខ្លាំងមែនទែនហើយមៀតឡើងមូលតល់តែម្ដងណែបងដំណើរប្រាប់ថានេះគឺជាមករបស់ឈូកហើយគាត់ជាអ្នកមើលថែឈូកគឺជាបង្រៀមបងប្អូនអ្នកគ្នាហើយគាត់ប្រាប់ថាឈូកឥឡូវនេះគឺគេមានគូរបស់គេគឺចម្រើនទោះដឹងថាចម្រើនមានអាយុច្រើនជាងឈូកក៏ដោយប៉ុន្តែប្រូឈូកត្រូវតែមានភាពស្រស់ស្រាយមួយគឺផ្លូវអារម្មណ៍ដោយសារតែឈូកគឺជាដំរីកំសត់មួយកំសត់ខ្លាំងជាងគេហើយនៅក្នុងសួនសត្វភ្នំតាម៉ៅដោយសារតែខ្លួនពីការជើងបងប្អូនឈូកនេះពីការជើងហើយមានដំបៅទៀតហើយខ្លួនគ្នាអាចធំធាត់ខ្លាំងជាងនឹងបានទេដោយសារតែបើសិនជាធំដូចចម្រើនជាទៅគឺថាពិបាកនឹងការទប់ទម្ងន់ខ្លាំងមែនតើដូច្នេះហើយទៅឈូកគឺគេម្ចាស់របស់គាត់ហ្នឹងគឺមានឲ្យស៊ីជាកំណត់ដើម្បីកុំឲ្យមានលើសជាតិស្ករឬក៏លើសជាតិខ្លាញ់អីធំធាត់ទៅវាពិបាកនឹងការទប់ទម្ងន់ឥឡូវនេះគេបានមកក្បែរជាមួយនឹងចម្រើនមីងចម្រើនគេថាគេនៅក្បែរគ្នាបានហិតក្លិនគ្នាទៅវិញទៅមកណាបងប្អូនអ្នកគ្នាសត្វក៏វាមានញៀនរបៀបថាចេះមានស្នេហាដែរមានដូចគ្នាទេបងប្អូនសត្វណាអត់ចេះមានស្នេហាបងប្អូនធម្មជាតិបង្កើតមកអញ្ចឹងគឺដែលតម្រូវឲ្យមានដូចគ្នានិយាយលេងទេបងប្អូនអ្នកគ្នាឥឡូវយើងមកទស្សនាបន្ថែមទៀតដោយសារតែបងដំណើរចេះខ្លាំងមែនទែនចេះអីបងប្អូនអ្នកគ្នាគឺគាត់ចេះរៀបគូសកលឲ្យមកទៅប៉ុន្តែនេះគ្រាន់តែជាលក្ខណៈថាដាក់ទៅទឹមគ្នាទេប៉ុន្តែបើសិនជាចង់ឲ្យបង្កាត់ពូជអីគឺអត់បានទេបងប្អូនគ្នាដោយសារតែយើងដឹងស្រាប់ហើយដំរីបង្កាត់ពូជដូចកាន់លាក់គីអញ្ចឹងឃើញត្រូវតែមានបរោះសង្ហាពីខាងក្រៅស្រុកអីមកអញ្ចឹងទៅប៉ុន្តែអកុសលខ្លាំងមែនទែនគឺថាលាក់គីគឺអត់ទាន់បានគូសកលទេក៏បានស្លាប់បាត់ទៅហើយបន្សល់ទុកភាពសោកសៅឲ្យប្រិយមិត្តក៏ដូចជាពុកម៉ែបងប្អូនហ្នឹងគឺទទឹងมันអាចរងចាំលាក់គីវិញទេឥឡូវមានតែឈូកហើយនឹងចម្រើនទេដែលគេនៅក្បែរគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ